ការប្រើប្រាស់ធុងដាំទឹកក្តៅរបស់យើងមិនថា8.8លីត្រឬក៏16លីត្រគឺការប្រើប្រាស់គឺដូចគ្នានៅពេលដែលយើងធ្វើការដាំមានន័យថាយើងធ្វើការចាក់ទឹកចូលនៅក្នុងធុងហើយបើកម្ដៅពីខាងលើយើងធ្វើការចាក់ទឹកបន្តមកយើងធ្វើការដោតភ្លើងបន្ទាប់ពីធ្វើការដោតភ្លើងគឺយើងកុំភ្លេចមើលកុងតាក់មួយអានេះរបស់សិង្ហបុរីវាមានកុងតាក់បើសិនជារបស់ចិនគឺវាអត់មានកុងតាក់ទេណាយើងចុចកុងតាក់បើកមួយចុចកុងតាក់មកខាងលើសកត់មកគឺវាដើរហើយបន្ទាប់ពីបើកកុងតាក់ហើយគឺនេះបងមើលកន្លែងនេះណាអ្វីដែលសំខាន់បំផុតគឺកន្លែងហ្នឹងមានន័យថាបើសិនជាសញ្ញានេះសញ្ញាអង្សាគេបុកចំជាមួយនឹងចំណុចនេះគឺមានសញ្ញាព្រួញមួយចាំមានន័យថាវានៅចំណុច0នេះចឹងមានន័យថាបើយើងคลิกស្រែកន្លែងហ្នឹងគឺយើងដាំទឹកយ៉ាងណាក៏អត់ពុះដែរដោយសារតែយើងអត់បានតម្លើងអង្សាវាចាំមានន័យថានៅពេលដែលយើងចង់ឲ្យទឹកពុះមានន័យថាយើងធ្វើការស្រែមកយើងមូមកតាមតនិចនាឡិកាមកនេះយើងមូមកតនិចតាមនាឡិកាយើងស្រែលេខ100ក៏បានឬក៏លេខ110ក៏បានដែរចាំមានន័យថាទឹកនឹងធ្វើការពុះបន្ទាប់ពីទឹកធ្វើការពុះហើយយើងចង់បានអង្សាឧទាហរណ៍ថាយើងចង់បានអង្សា50អង្សាយើងធ្វើការស្រែបច្ចេកតនិចនាឡិកាវិញពង្វើបច្ចេកតនិចនាឡិកាវិញឲ្យយ៉ាងណាសញ្ញាព្រួយហ្នឹងបុកមកចំលេខដែលយើងចង់បានឧទាហរណ៍យើងចង់បាន50យើងស្រែសញ្ញាព្រួយហ្នឹងបុកមកចំលេខ50ចំន័យថាយើងធ្វើការដោតភ្លើងឲ្យជាប់ទៅដោតភ្លើងឲ្យជាប់យើងស្រែមកដល់ចំណុច5ហ្នឹងទៅគឺមានថាអង្សារបស់វាគឺនៅថេ50អង្សានឹងរហូតតែអ្វីសំខាន់បំផុតគឺយើងកុំដកភ្លើងចេញតែយើងដកភ្លើងចេញក្នុងរយៈពេលណាមួយគឺវានឹងធ្វើការត្រជាក់វិញហើយអញ្ចឹងបើយើងចង់បានអង្សា30យើងស្រែឲ្យត្រូវតនិច30ដោតភ្លើងឲ្យជាប់ទៅគឺវានឹងថេនៅប៉ុណ្្នឹងរហូតតែបើសិនជាយើងអត់ចង់បានអង្សាទេយើងចង់ធ្វើការបិទអញ្ចឹងយើងអាចធ្វើការស្រែមកចំចំណុច0នេះមកក្នុងរយៈពេលណាមួយគឺវានឹងធ្វើការបិទហើយឬមួយក៏យើងអាចធ្វើការចុចបិទកុងតាក់វាមានកុងតាក់នេះហ្នឹងយើងធ្វើការចុចបិទកុងតាក់ទៅយើងដកភ្លើងចេញក៏បានឬក៏មិនដកភ្លើងចេញក៏បានដែរយើងធ្វើការចុចបិទម៉ាស៊ីនទៅគឺវាអត់ដំណើរការទៀតទេតែតើតើជាមួយនឹងការប្រើប្រាស់វាតែប៉ុណ្ណឹងតើតើជាមួយក្បាលរមណីវានេះគឺយើងធ្វើការកាច់បិទបើកតាមហ្នឹងកាច់ប្រហូរទឹកឬក៏បើកប្រហូរទឹកទៅបញ្ជាក់បន្តិចអាហ្នឹងទោះបីជាដាច់ភ្លើងឬមួយក៏ដោតភ្លើងក៏យើងអាចបើកក្បាលរមណីប្រើបានដែរព្រោះមានភ្ញៀវច្រើនតែគាត់សួរថាពេលដែលដាច់ភ្លើងបើកក្បាលរមណីចេញអត់អានេះទោះដាច់ភ្លើងឬក៏ដោតភ្លើងក៏យើងធ្វើការបើកក្បាលរមណីប្រើបានដែរថ្ងៃក្រោយខូចក្បាលរមណីក៏យើងមានលក់ដែរមិនបារម្ភថាកាច់យូរទៅផ្នែកខូចឬមួយអីទេថ្ងៃក្រោយមានបញ្ហាខូចតាក់ទងមកគឺយើងមានលក់យកទៅដូរខ្លួនឯងក៏បានដែរអីទេយើងគ្រាន់តែធ្វើការដោះដូរទៅមូខ្ចៅវាខាងក្នុងទៅយើងដោះដូរបានដែរបាទអញ្ចឹងតាក់ទងមួយការប្រើប្រាស់តែប៉ុណ្្នឹងទេព័ត៌មានបន្ថែមខាតចូល page ឬក៏តាមរយៈ Telegram បានអរគុណ